Hello អ្នកទាំងអស់គ្នាចឹងនៅវីដេអូនេះគឺខ្ញុំចង់ធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាទាក់ទងជាមួយនឹងកម្មវិធីមួយដែលបងប្អូនទាំងអស់គ្នានិយាយទៅប្រកាសជាចង់ដឹងថាកម្មវិធីមួយហ្នឹងអាចរកលុយបានពិតឬក៏យ៉ាងណាចឹងបងប្អូនហ្នឹងហើយចឹងមានតែបងប្អូនទាំងអស់គ្នាមើលវីដេអូមួយនេះដល់ចប់ខ្ញុំនឹងធ្វើការប្រាប់បងប្អូនទាំងអស់គ្នាតែម្ដងឥឡូវយើងចូលទៅកាន់ screen ខ្ញុំនឹងធ្វើការបញ្យល់បងប្អូនទាំងអស់គ្នាជាកម្មវិធីមួយដែលគេទៅតែបង្កើតថ្មីទេចឹងទៅលើកម្មវិធីនេះខ្ញុំនឹងធ្វើការបង្ហាញបងប្អូនទាំងគ្នាហើយចឹងការបង្កើតកម្មវិធីនេះទៅតែដូចជាថ្ងៃទី13ខែសីហាហ្នឹងទេហើយខ្ញុំនឹងធ្វើការបើកបង្ហាញបងប្អូនទាំងគ្នាថាតើកម្មវិធីមួយនេះអាចរកលុយបានពិតប្រាកដអត់ទេចឹងសម្រាប់អ្នកដែលគាត់មិនតាន់ download អីបងប្អូនទាំងគ្នាមិនតាន់សាកអីទេមើលវីដេអូខ្ញុំដល់ចប់សិនចាំធ្វើការ download ហើយខ្ញុំនឹងធ្វើការប្រាប់បងប្អូនទាំងគ្នាថាវារកលុយបានពិតឬក៏មិនពិតចាបងប្អូនហើយឥឡូវនេះខ្ញុំមានតែធ្វើការបង្ហាញបងប្អូនទាំងគ្នាលម្អិតបន្ថែមទៀតតោះឥឡូវបងប្អូនអញ្ចឹងខ្ញុំធ្វើការចូលទៅកាន់កម្មវិធីហ្នឹងតែម្ដងតោះឥឡូវយើងចូលទៅកាន់កម្មវិធីហ្នឹងណែបងប្អូនចឹងខ្ញុំនឹងធ្វើការនិយាយទៅលើកម្មវិធីមួយនេះបងប្អូនទាំងអស់គ្នាឃើញទេនេះបងប្អូនទាំងអស់គ្នាឃើញគេបានដាក់បង្ហាញដូចជាការដកលុយការដកប្រាក់ទៅតាមរូបមនីវិញអីចឹងអីចឹងទៅបងប្អូនចឹងនៅក្នុងកាបូបលុយរបស់យើងគឺអត់មានទេ00ហើយទៅលើកម្មវិធីនេះខ្ញុំនឹងធ្វើការលម្អិតអ្នកគ្នាវិញចឹងតាក់ទងមួយនឹងអាកានេះវិញគឺយើងមានចំនួន4800ហ្នឹងហើយយើងមានប៉ុណ្ណឹងហើយវាស្មើទៅនឹង1900រៀលយ៉ាហើយឃើញសារមានប្រតិបត្តិការប្រតិបត្តិអីដកហ្នឹងហើយនិយាយទៅតំណងរបស់គេដែរបងប្អូនគេធ្វើមកតំណងដែរណាគេ design មកហើយឥឡូវនេះខ្ញុំក៏មកធ្វើការរេះគន់ទៅលើកម្មវិធីនឹងតែម្ដងហើយកម្មវិធីនេះខ្មែររបស់យើងនិយាយទៅខ្មែរយើងបង្កើតតែម្ដងហ្នឹងហើយដឹងតែខ្មែរបង្កើតតែម្ដងចឹងការបង្កើតនេះវាគ្រាន់តែជាកម្មវិធីមួយ scam ទេបងប្អូនចំពោះកម្មវិធីប្រភេទនេះគឺយើងលេងទោះបីខំលេងមិនក៏អាចធ្វើការដកលុយបានដែរចឹងបងប្អូនទាំងគ្នាត្រូវដឹងថាសម្រាប់អ្នកដែលគាត់ចង់ download អីមិនអាចតាន់ download ទេទៅលើកម្មវិធីនេះវាមិនអាចដកលុយបានទេបងប្អូនហ្នឹងហើយទោះបីយើងខំលេងគ្រប់គោលការណ៍មិនក៏ដល់ពេលយើងដកទៅគឺដកបានទេអញ្ចឹងបងប្អូនទាំងគ្នាត្រូវចាំថានៅពេលដែលកម្មវិធីដែលអត់មាន account ហ្នឹងហើយដែលមាន account ទេគ្រាន់តែយើងធ្វើការតម្លើងមកវាចេញអញ្ចឹងហ្នឹងហើយវាចេញអញ្ចឹងអញ្ចឹងមានន័យថាកម្មវិធីហ្នឹងសតាប្រភេទពួក scam ទេវាមិនមែនជាកម្មវិធីដែលយើងអាចធ្វើការរកលុយដកលុយបានពិតទេបងប្អូនវាមិនមែនទេហ្នឹងហើយវាគ្រាន់តែធ្វើមកដើម្បីផ្សាយពាណិជ្ជកម្មដើម្បីយកលុយពីយើងអញ្ចឹងទៅហ្នឹងហើយនៅពេលដែលមានលុយយកលុយពីយើងទេនៅពេលផ្សាយពាណិជ្ជកម្មដាក់ពាណិជ្ជកម្មទៅលើកម្មវិធីរបស់គេហ្នឹងនៅពេលផ្សាយទៅគឺគេបានលុយហ្នឹងហើយគេបានលុយពីពាណិជ្ជកម្មផ្សាយទៅលើវីដេអូរបស់គេហ្នឹងឯងអញ្ចឹងបងប្អូនទាំងគ្នាសូមប្រុងប្រយ័ត្នផងចំពោះអ្នកដែលគាត់ធ្វើការរកលុយទៅលើប្រភេទកម្មវិធីអញ្ចឹងខ្ញុំសូមផ្ដាំទៅបងប្អូនទាំងគ្នាហើយហ្នឹងហើយបងប្អូនអញ្ចឹងបងប្អូនទាំងគ្នាកុំលេងហ្នឹងហើយទៅលើកម្មវិធីដែលវាមិនអាចរកលុយបានពិតប្រាកដណាបងប្អូនហ្នឹងហើយកម្មវិធីនេះវាគ្រាន់តែជាកម្មវិធី scam ទេអញ្ចឹងបងប្អូនទាំងគ្នាគួរតែប្រុងប្រយ័ត្នទាំងអស់គ្នាទៅលើកម្មវិធីមួយនេះហ្នឹងហើយបើសិនជាបងប្អូនទាំងគ្នា download ហើយក៏អាចធ្វើការលុបវិញទៅព្រោះអីប្រភេទកម្មវិធីអននេះវាមិនអាចធ្វើការរកលុយបានពិតប្រាកដទេបងប្អូនហ្នឹងហើយអូខេអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយទៀត